យ៉ាងនេះធំមើលគឺស្ងាត់គឺដាក់ទៅចុះមកដីសល់តែសម្បកចូលព្រៃបាក់តែបោះទៅសាកំសាយភ័យពេកខ្លាចយាយដាក់ក៏រត់រហូតទៅដល់វត្តអូមួយដែលមានទឹកហូរខ្លាំងកំសាយចង់ឆ្លងទៅក្រៅម្ខាងតែមិនដឹងធ្វើយ៉ាងណាស្រាប់តែមានក្រពើមួយហែមកកំសាយក៏និយាយជាមួយក្រពើនោះថាបងក្រពើបើបងជួយចម្លងខ្ញុំទៅក្រៅខាងនោះបានខ្ញុំនឹងខ្លុំស្រែងនៅលើខ្នងឯងឲ្យជាដាច់ត្មងក្រពើថាអូយខ្នងយើងកើតស្រែងរាប់ឆ្នាំហើយមានណាគេមើលជាទេបើអាទិសាយឯងមើលជាគឺឯងជួយឯងអស់មួយជីវិត